ផ្នែករបស់ម្ចាស់ជីពួកយើងប្រៀបដូចជាសម្រាមចឹងមិនស្មើនឹងអ្នកបំរើផ្សេងៗផងខ្ញុំចិត្តអស់ការអត់ធ្មត់លើគាត់ហើយចំប៉ាកូនកុំនិយាយចឹងអីម៉ែបង្រៀនកូនប្រមាណដងហើយឲ្យចេះគោរពចាស់ទុំចាស់ម៉ែខ្ញុំដឹងហើយនិយាយអញ្ចឹងថ្ងៃចូលឆ្នាំចិត្តចូលម្ដងហើយឮថាវត្តរបស់យើងធ្វើពិធីចូលឆ្នាំធំខ្លាំងណាស់ឆ្នាំនេះម៉ែគិតថានឹងយកសូត្រដែលម្ចាស់ទូចផាត់ឲ្យកូនដេជាអាវគ្រាន់នឹងបានឲ្យកូនពាក់ចូលរួមពិធីចូលឆ្នាំនឹងគេឈប់ណានាងអត់ឈប់ស្អីគេមានអីអូស្អីគេចេះវើហើយមើលមិនច្បាស់ទេនេះតាមតែចិត្តម៉ែទៅចុះអនាងអនអញមិនខ្វល់ថាពីអ្នកម៉ែកូននោះបានសូត្រមកពីណាទេលើកនេះច្បាស់ជាមានរឿងល្អមើលហើយវើយមានរឿងស្អីល្អមើលទៅនាងអែតនាងល្ងងអើយនាងល្ងងនាងឯងអត់មើលទេអីនេះហ៎មើលរឿងស្អីនេះមើលនឹងភ្នែកនេះអញមើលរឿងហ្នឹងអញដឹងហើយមើលតទៅទៀតទៅអូយមើលរឿងហ្នឹងណាលាស្បៃលោម្ញញក់ខ្លាំងណាមើលចោះដូចជាស្បៃចិត្តរភើបដល់អញណោះមើលចោះញឹមឲ្យប្រព្រាយមើលណោះឯងមិនដល់ឃើញទេម្ញញក់សម្បើមណាជាមួយអាស្បៃហ្នឹងណាឯងឃើញទេនាងអននាងឯងត្រៀមខ្លួនរួចរាល់ហើយទៅឯងត្រៀមស្អីខ្វាក់ភ្នែកទេអីឯងមិនចេះមើលទេអីហ៎ឯងមិនមើលអត់ច្បាស់តែម្ដងទៅឯងទៅមើលទៅគឺនាងស្រីនោះណាកំពុងតែម្ញក់អូយមែនហើយយើងច្បាស់ជាមានរឿងល្អមើលអូយអើយឯងសំទោសអញច្រឡំមកឆាប់យករឿងនេះទៅប្រាប់លោកស្អីម្ចាស់ភ្លាមទៅឯងលឿនឡើងទៅឆាប់ឡើងទៅមិនឯងលឿនឡើងអូនមិននៅជាមួយចម្ប៉ាតាំងពីក្មេងតើចម្ប៉ាជាមនុស្សបែបណាដែរបងចម្ប៉ានិងខ្ញុំរស់នៅផ្ទះតែមួយជាមួយគ្នាមែនតែហាក់ដូចជាពិភពលោកនេះពីរផ្សេងគ្នាអញ្ចឹងខ្ញុំអាណិតស្រឡាញ់បងចម្ប៉ាណាស់តែម្ចាស់យាយគាត់ដូចជាមិនពេញចិត្តហើយស្រឡាញ់បងចម្ប៉ាទាល់តែសោះខ្ញុំក៏មិនអាចជួយគាត់បានច្រើនដែរបងក៏សង្កេតឃើញអញ្ចឹងដែរម្ចាស់យាយដូចជាស្អប់ចម្ប៉ានិងមីងដួងណាពួកយើងក្មេងៗពិតជាមិនអាចកែប្រែគំនិតចាស់កំរិលរបស់ពួកគាត់បានទេអូបងសំទោសណាដែលបងរំលឹកពីរឿងរបស់ចម្ប៉ានៅពេលដែលពួកយើងដើរលេងជាមួយគ្នាបែបនេះបងសំទោស
អូនផាចង់ទៅណាដែរថ្ងៃនេះបងនឹងជូនអូនដើរលេងទៅកំសាន្តកន្លែងណាដែលអូនចង់ទៅណា នៅខាងមុខមានចំការឈូករបស់អ្នកភូមិខ្ញុំខាន់មកលេងទីនេះយូរហើយ អូអញ្ចឹងហ៎ បានតាណាហើយចង់នៅឆ្ងាយទេ មិនឆ្ងាយទេខាងមុខនោះដល់ហើយ អូ ជំនរក្លិនស្រែស្រើអើយជួយបងនំចឹងបើអើយចងចាំ នៅឯណាអ្នកដួងឆាប់យកវាចេញភ្លាមមកយើងប្រាប់ឯងប្រមាណដងហើយថាកុំឲ្យឯងនេះទៅលួចរបស់គេឯងនេះពិតជារឿងក្បាលមែនមិនលឺសួរទេថាឯងយករបស់គេទៅណាហ៎នេះឯងមិនលឺយើងសួរទេនាងដួងតែក៏មិនឆ្លើយ គឺនេះអ្នកម្ចាស់ស្រីនិយាយពីអី មិនចាំបាច់ធ្វើមិនដឹងអីទេណាតើកណាត់នោះឯងយកទុកនៅណាម៉ែកូនឯងតែពីរអ្នកនេះទៅលួចរបស់អ្នកណាយកមកហ៎ពិតជាមិនញញមែនណានាងឯងនេះត្រូវពីនៃម្ដងហើយមិនរៀងទៀតទេនាងអែតនាងអែតឆាប់មកណានាងអែតនាងអែតឲ្យលឿនឡើងអូយអ្នកម្ចាស់ស្រីអូយអ្នកម្ចាស់ស្រីអូយនេះម្ចាស់ស្រីនេះខ្ញុំទៅរកឃើញអ្នកម្ចាស់ស្រីខ្ញុំទៅរកឃើញជាមួយនាងអនណានេះអ្នកម្ចាស់ស្រីនេះឃើញទេយើងថាហើយនេះឯងនៅចំលក្ខណៈទៀតណាតាំងពីអ្នកម៉ែកូនឯងទៅលួចរបស់អ្នកណាគេមកហ៎អ្នកផ្ទះយើងនេះគ្មានអ្នកណាថោកទាបយកឈ្មោះជាចោលទេនាងដឹងទេថានាងឯងដឹងទេនាងដួងនាងឯងធ្វើនេះធ្វើឲ្យខូចកិត្តិយសគ្រួសាររបស់យើងហើយឆាប់និយាយមកតាំងពីអ្នកម៉ែកូនឯងនេះទៅលួចរបស់អ្នកណាមកនាងឯងឆាប់និយាយមកតាំងពីអ្នកម៉ែកូនរបស់ឯងនេះហ៎អ្នកណាជាអ្នកលួចហ៎អ្នកណាជាអ្នកលួចរបស់នេះអ្នកណាគេឆ្លើយមកនាងដួងឆ្លើយមកអ្នកផ្ទះរបស់យើងនេះគ្មានអ្នកណាថោកទាបជាប់ឈ្មោះជាចោលទេនាងដួងនាងឯងដឹងទេថានាងឯងធ្វើនេះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះកិត្តិយសគ្រួសាររបស់យើងនាងដួងនាងឯងឆាប់និយាយមកតាំងពីអ្នកម៉ែកូនរបស់ឯងនេះអ្នកណាជាអ្នកលួចហ៎អ្នកណាឆាប់និយាយមកណាពីអ្នកកូនឯងនេះអ្នកណាជាអ្នកលួចរបស់គេហ៎អូយអ្នកម្ចាស់ស្រីនាងចម្ប៉ាណាវាបានប្រាប់ខ្ញុំថាវាទៅលួចរបស់នេះពីផ្សារមក
អូយអ្នកម្ចាស់ស្រីដាក់ទោសវាតែម្ដងទៅដាក់ទោសវាតែណានៃទៅម្ចាស់ស្រីដាក់ទៅម្ចាស់ស្រីហើយម្ចាស់ស្រីណាមិនបាច់ព្រមយកយល់វាស្អីនោះទេខ្ញុំមិននឹកស្មានថាកំពុងទុកអ្នកភូមិនេះស្រស់ស្អាតយ៉ាងនេះសោះ ម្ចាស់តូចសិផាសរសើរពេកហើយនេះអូនផាហានលោកភពស្គាល់គ្នាបានដល់របៀបណាទៅគឺ មើលទៅអ្នកទាំងអស់គ្នាដូចជាឃ្លានហើយចាំពូទៅបេះផ្លែជើងនៅក្រោយផ្ទះយកមកឲ្យគ្រប់គ្នាហូបណាណែម្ចាស់តូចផាត់ជូនពូទៅយកចេញបានទេ អូណែបាត់បានអញ្ចឹងបងទៅជាមួយពូសិនហើយណា ចាបងផា តពូយើងឆាប់ទៅម្ចាស់តូចសិផានិងលោកផាត់ពិតជាសមគ្នាណាស់ខ្ញុំសូមជូនពរអ្នកទាំងពីរស្រឡាញ់គ្នាបានយូរអង្វែង អរគុណបងភពហើយណាឆាត់ម្ចាស់តូចផា អរគុណហើយបងភព អូចំណោក្លិនស្រែស្រើអើយជួយបងនំចឹងបើឲ្យចងចាំ ម្ចាស់តូចទាំងពីរប្រហែលជាឃ្លានហើយនេះហើយនិយាយគ្នាដល់ណាហើយនឹងភ្លុកមើលទៅនេះចេកខ្ញុំបេះមកថ្មីទុំល្អណាស់ប្រកាសជាផ្អែមហើយណាម្ចាស់តូចផា រួចចោលឯណាបង ខ្ញុំមួយមកអូនេះគឺដើរមកតាមក្រោយហើយម្ចាស់តូចអូយម្ចាស់តូចនឹងអ្នកប្រុសផាត់នេះពិតជាស្រឡាញ់គ្នាដល់ហើយឃ្លាតគ្នាតែបន្តិចណាគាត់នឹករលឹកដល់គ្នាភ្លាមនោះម្ចាស់តូចផាត់មកដល់ល្មមណាអំឡៃជិះទៅផ្ទះអ៊ំចាំមែនទេយកមកប៉ុណ្ណឹងគឺនៅស្ទើរណាបងចង់ទៅយកមកថែមទៀតទេប៉ុន្តែខ្លាចលោកអ៊ំគាត់ថាបងលុបលុនហ្នឹងណាម្ចាស់តូចស៊ីផាគ្រាន់តែបាត់ម្ចាស់តូចផាត់បន្តិចណាក៏សួររត់តែម្ដងម្ចាស់តូចផាត់ណាពិតជាសំណាងណាស់ដែលមានគូដណ្ដឹងយកចិត្តទុកដាក់បែបនេះនោះម្ចាស់តូចផាត់និងម្ចាស់តូចផាត់នៅអៀនគ្នាឡើយទេនេះបែបនេះគួរស្រឡាញ់ណាស់តែបន្តិចទៀតណាវាលែងអីហើយណាពេលដែលបានខ្លាចជាប្តីប្រពន្ធនឹងគ្នាណែអ៊ំឡៃគួរតែចេះខ្លាចចិត្តម្ចាស់តូចផានិងលោកផាត់ផងណាពិតជាមុខក្រាស់មែនក្រាស់ណាស់នាងឯងនេះហ៊ានមានដៃមានជើងផងហ៎បានយើងនឹងធ្វើឲ្យពីរនាក់ម៉ែកូនឯងនេះរៀងចាស់ម្ដងនាងអែតឯងនឹងនាងអត់ទៅចាប់នាងចម្ប៉ាទៅចង់នៅកំពង់ទឹកទៅណាលោកម្ចាស់ស្រីខ្ញុំសូមបងលោកម្ចាស់ស្រីខ្ញុំសូមបងណាលោកម្ចាស់ស្រីកុំធ្វើអញ្ចឹងអីកុំធ្វើបាបកូនចម្ប៉ារបស់ខ្ញុំអីខ្ញុំសូមបងលោកម្ចាស់ស្រីខ្ញុំសូមបងសូមយកដល់ខ្ញុំបងកុំធ្វើបាបកូនចម្ប៉ារបស់ខ្ញុំអីអាណិតឯងណាតែឥឡូវនេះយើងបដូរចិត្តហើយ
យើងចង់ធ្វើបាបឯងខ្លាំងពេលនេះយើងបដូរចិត្តហើយវើយនាងដួងនាងអត់ឆាប់ទៅចង់មានចម្ប៉ាទៀតទៅកុំចង់អត់បាយវាណាមិនឲ្យអ្នកណាខ្ញុំសុំបងវាចិត្តឲ្យខាច់យើងហាមណាលើទេអត់ទេលោកម្ចាស់ស្រីអត់ទេខ្ញុំសុំបងណាលោកម្ចាស់ស្រីកុំអីនាងឌូចាំមើលនាងឯងនឹងកូនទ្រាំបានបណ្ណាទៀតទៅហ៎នាងអេតលោកម្ចាស់ស្រីកុំអីខ្ញុំសុំបងលោកម្ចាស់ស្រីសុំយកដល់ខ្ញុំផងកុំធ្វើអញ្ចឹងអីខ្ញុំសុំបងនាងឌូនាងឯងមិនចាំបាច់ខំប្រឹងបរទេព្រោះថាកពុយរបស់នាងឯងគឺវាឆាប់តែម៉ែឆាប់តែកូនឆាប់ដល់ស្អីគឺលួចរបស់គេនាងឯងមិនត្រឹមតែរបស់គេទេគឺលួចទាំងប្តីគេទៀតណានាងឌូសំមកនាងឯងហើយអញនឹងទៅចាប់កូនរបស់នាងឯងវាយធ្វើបាបគាត់ទៅស្លាប់ណាអត់ទេអេតកុំអីខ្ញុំសុំបងអេតកុំអីអេតសុំបងយើងតាំងនាងនេះអេតកុំអីនាងឯងចាប់ទៅដល់លោកម្ចាស់ស្រីមិនបានទេណានាងឯងលោកម្ចាស់ស្រីម្ចាស់ស្រីខ្ញុំសុំបងស្អីចង្រៃអូយម្ចាស់ស្រីខ្ញុំបាត់គេឯងលោកប្រាប់យើងធ្វើឯងឈឺចាប់ពេកដែរហាមដាច់ខាត់កុំឲ្យអ្នកណាទៅមើលមីចម្ប៉ាឲ្យសោះនាងដួង